ច្រើនឆ្នាំនៅតែទុកលោកជាមនុស្សលោកដូចតែពីមុនតដែរគឺថោកទាបអ្នកនាងនិយាយស្អីហ្នឹងខ្ញុំមកថ្ងៃនេះគឺមកញ៉ាំបាយមិនមែនមកលេងចានឲ្យគេទេគួរឲ្យធុញមែនធ្វើស្អីញ៉ាំបាយហ៎សថាគេជិញហៅនេះចំណាយម្នាក់ដល់តែ4ខ្ទង់នាងមានលុយញ៉ាំដែរទេនាងក៏ប្រាប់ថានាងនិយាយកុហកដើម្បីបិទបាំងកិត្តិយសដែលគួរអាណិតរបស់នាងអ្នកគ្រប់គ្រងនៅទីនេះគឺខ្ញុំស្គាល់ច្បាស់ណាស់យល់អត់នាងទៅហាត់ប្រមាណកាយជាមួយនឹងខ្ញុំសិនទៅណាចាំខ្ញុំឲ្យនាងលាងចាននៅទីនេះយ៉ាងម៉េចដែរមកអាយ៉ាប្រថប់ទៀបនាងខួរក្បាលលោកអាសាសិនទេចាំនិយាយជាមួយខ្ញុំនាងហ៊ានតាក់ខ្ញុំផងហីចង់ត្រូវហើយមែនទេឈឺយកហត់ស្រាថោប្រមាណកែវហ៊ានចេញមួយញ៉ាយស្រីមិនឆ្លោះចាំមើលខ្លួនឯងថាមានមុខមាត់យ៉ាងម៉េចទេទៅពេទ្យទៅក្បាលទីនេះខ្ញុំនាងមិនអីទេអត់អីទេអាយ៉ាក៏ប្រវត្តិតែសួរគ្នាលេខដៃរបស់ខ្ញុំសិនទៅឈឺណាស់អូយចាំបាច់ជានាងមិនប្រឹងកំដរខ្ញុំផឹកនោះការពិតជាប់កំដរគេបាត់ទៅហើយតាណែខ្ញុំប្រាប់លោកទៅចុះនាងម្នាក់នេះគឺជាស្រីដែលមិនល្អទេអាយ៉ាអូយណែខ្ញុំនិយាយប្រាប់លោកនាងជាស្រីដែលមិនល្អនោះទេអូយបើមិនចេះនិយាយពេលល្អទេចាំខ្ញុំជួយបង្រៀនឲ្យធ្វើជាមនុស្សល្អទៅចុះអាយ៉ាថ្មីរបស់ខ្ញុំពួកឯងមិនថាខ្ញុំជាណាទេហ៊ានបាច់ចុះអត់ថាលោកជាអ្នកណាខ្ញុំគឺជានាយកអីអាយ៉ាពួកខ្ញុំគឺជាលោកជាអាយ៉ាបើហ៊ាននិយាយមួយម៉ាត់ទៀតបញ្ចាក់បាត់ថ្មីមួយទៀតខ្ញុំគឺជាប្រធានសម្ព័ន្ធតកោឈីស្គាល់សម្ព័ន្ធតកោឈីទេពួកខ្ញុំគឺជាលោកជាងគាត់កំពុងតែហូបបាយនៅខាងក្នុងពួកឯងចាំផ្លែទៅពេលតែគាត់ចេញមកឯងកម្រិតទៅណាឲ្យសោះទៅបើហ៊ាននិយាយច្រើនទៀតប្រយ័ត្នត្រូវជាងនឹងទៀតណាអាជាមិនបាត់ជាមិនចូលក្នុងពួកគេកំពុងរកចាំឯងអាយ៉ាលពូជួយខ្ញុំផងអមាញ់មិញពួកគេវាយខ្ញុំគេមិនទុកមកឲ្យពូទេមិនទុកមកឲ្យពូដូចជាមិនទុកមកឲ្យសម្ព័ន្ធតកោឈីយ៉ាងអញ្ចឹងពូចាត់ការគេភ្លាមទៅលពូបាត់ហើយលោកគ្រូពេទ្យពួកយើងកំណត់ឆ្លុះជាមួយគេនៅតែខាត់ពេលកុំប្រកាន់ពួកគេអីណាទុកឲ្យខ្ញុំគឺជាលោកលោកជាងខានជុំគ្នាយូរហើយលោកគ្រូពេទ្យលោកនិងមនុស្សរបស់សម្ព័ន្ធតកោឈីស្គាល់គ្នាគឺថាលោកគ្រូពេទ្យគឺជាអ្នកជួយសង្គ្រោះជីវិតប្រពន្ធរបស់ខ្ញុំតែមិនចឹងទេអាយ៉ាលោកពូចាំបាច់ចានធ្វើស្អីលោកពូចាត់ការគេភ្លាមទៅចាត់ការមែនទេហ៎ចាត់ការឯងនឹងហើយចាត់ការឯងឲ្យងាប់ទៅយើងច្បាស់ឯងឲ្យងាប់បាននេះមានការរវល់នាងតែមុនចុះធ្វើអញ្ចឹងមិនកើតដោយសារតែខ្ញុំទៅលោកជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរខ្ញុំមិនអាចទុកលោកនៅតែម្នាក់ឯងទេបើលោកតែគេធ្វើបាបខ្ញុំនិយាយឲ្យតាខ្ញុំជាអ្នកជួយសង្គ្រោះជីវិតប្រពន្ធគាត់មិនធ្វើបាបខ្ញុំទេកុំបារម្ភអីមិនបាច់តែទេតែមុនទៅបើមានរឿងអីយើងនិយាយគ្នាតាមទូរស័ព្ទអញ្ចឹងលោកគ្រូពេទ្យប្រយ័ត្នប្រយែងខ្លួនត្រូវតែប្រយ័ត្នខ្លួនដឹងទេទៅហើយអាឡូម៉ាវិអាចង្រៃបានហើយលោកឈីខ្ញុំបដៅអាចង្រៃនេះហើយអញ្ចឹងតើលោកមានអ្វីចង់ណែនាំដែរទេសម្ព័ន្ធតកោឈីមិនអនុញ្ញាតឲ្យមានមនុស្សដូចជាមួយលោកធ្វើការទេដេញចេញទៅបាទអ្នកយាមលពូគឺថាលោកឈីសម្រាប់ខ្ញុំធ្វើការនៅសម្ព័ន្ធតកោឈីយូរណាស់មកហើយគុណសម្បត្តិអីក៏ធ្លាប់នឿយហត់ដែរលោកជាងធ្វើបានល្អមែនប៉ុន្តែសម្ព័ន្ធតកោឈីឲ្យលោកជាអ្នកអាកាត់ពីកាលោកឈីរឿងនេះជាការយល់ច្រឡំទេខ្ញុំមិននឹកស្មានថាអាចង្រៃនោះវាខ្ចីឈ្មោះខ្ញុំយកមកធ្វើបាបមនុស្សទេលោកមកនេះលោកក៏ទៅដែរសួស្ដីអ្នកមីងចាំងអីមកដល់ហើយមកអង្គុយទៅអេពួកឯងទៅពីដូចជាលេខបាត់ពួនអញ្ចឹងម្នាក់ទៅមិនចេញទៅផុតម្នាក់ទៀតក៏មកដល់ភ្លាមអត់ជួបគ្នាទេចាំងអីអំបាញ់មិញអត់ជួបប្តីឯងទេអីគេចេញទៅរកឯងខ្ញុំអត់ឃើញគេផងកូនចាប់គួតនេះគ្រាន់តែចេញទៅរកមនុស្សមិនដឹងទៅដល់ណាទេលោកស្រីឯងក៏យកមកហើយមិនបានជាឯងមកវិញអ្នកប្រាប់ថាមានការរវល់ត្រឡប់ទៅវិញមុនហើយគាត់ឲ្យខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាកូនចង្រៃនេះគ្មានសុជីវធម៌តតែសោះអ្នកត្រឡងកំខឹងអីតាមមើលគេក៏ចង់លេងលះខ្លាំងដែរអ្នកមីងចៅនេះជារបស់ប្រចាំតកូនដែលឲ្យខ្ញុំនឹងកូនប្រុសមីងដូចគ្នាមិនចូលចិត្តមង្គលការគេសម្រាប់ជំនួសទេចាំអីបិទមាត់ទៅយកទុកវិញទៅសង្ឃឹមថាអ្នកមីងឯងរកបានមនុស្សស័ក្តិសមជាងខ្ញុំនៅមានការត្រូវទៅហើយចាំអីឯងឆាប់មកវិញមកមិនដឹងថាទូប៉ាឈីពេលនេះចាំមិនទៅហើយទេទោះបីគាត់ជាអ្នកជួយសង្គ្រោះជីវិតប្រពន្ធលោកជាងប៉ុន្តែសម្បត្តិតកូលឈីអាចមានរបស់អ្វីល្អទេនិយាយរួមសង្ឃឹមថាគ្រូប៉ាឈីមិនត្រូវគេធ្វើបាបចឹងលោកគ្រូប៉ាឈីឡាចៃដល់ម្លេះលោកគ្រូប៉ែតបានជួបលោកគ្រូប៉ែតនៅទីនេះ
ប្រាប់នាងថាខ្ញុំចាំនាងនៅច្រកចេញដោយសារតែខ្ញុំចង់ទៅជាមួយនាងទេចៃដន្យមែនតាខ្ញុំទើបតែចេញពីផ្ទះមក ចាលោកត្រូវរបួសទេខ្ញុំចេញមកបាត់ពួកគេធ្វើបាបលោកឬអត់ហ្នឹង បារម្ភពីខ្ញុំដល់ម្លឹងផង ដោយសារតែខ្ញុំទៅលោកមានរឿងជាមួយចៅជាខ្ញុំមានអារម្មណ៍ថាទៅតន់ណាស់ ខ្ញុំមិនអីទេខ្ញុំជាអ្នកជួយជីវិតប្រពន្ធគេតើគេធ្វើយ៉ាងម៉េចអាចធ្វើបាបខ្ញុំបានទេ អត់អីជាការល្អហើយឯងនឹងប្តីឯងមានរឿងយល់ច្រឡំនឹងគ្នាទេដឹងចាំបាក់ផ្ញើលេខទូរស័ព្ទគេឲ្យឯងទូរស័ព្ទទៅនិយាយជាមួយគេទៅល្អអត់តាណាត់គេចេញមកជុំមុខសិនគ្រាន់តែនិយាយរឿងលេងណា អាឡូ គេធ្វើការនៅមន្ទីរពេទ្យមានឈ្មោះថាឈីអ៊ីមនេះដែរមិនមែនចៃដល់ម្លឹងទេដឹងពេលអាចពណ៌សរុបរៀងសង្ហាចាប់ហើយឬមកខ្ញុំយល់ច្រឡំខ្ញុំនេះពិតជាច្រឡំប្តីហើយទេដឹង ដល់ខ្ញុំដឹងហើយតែចិត្តទៅដល់ហើយដឹងហើយ ខំតែភ័យទូរស័ព្ទលោកពូសួស្តីលោកឈីខ្ញុំជាប្រពន្ធលោកខ្ញុំចង់ណាត់លោកជួបមុខមិនដឹងថាលោកមានពេលឬអត់មីងថ្លៃខ្ញុំឮថាលេខជាមួយនឹងប្រុសក្បត់ពូខ្ញុំតែធ្វើឲ្យគេខឹងវិញអាឡូដៃនាងកំពុងតែកំដរខ្ញុំនៅសាភីគាត់រវល់ណាស់មានពេលកណេទេអញ្ចឹងចង់សួរថាពេលណាកណេគាត់ប្រាប់ថាគាត់មិនចង់លើកទូរស័ព្ទនាងទេពីព្រោះគាត់គ្រាន់តែលើកសម្លេងនាងគឺហូបបាយមិនចូលដូច្នេះថ្ងៃក្រោយមិនបាច់ទូរស័ព្ទមកទៀតទេបាយបាយមីងថ្លៃជួយប្រាប់គេផងមនុស្សអីថាប់ទៀតម្លេះ ជាប្តីនាង លោកគ្រូពេទ្យខ្ញុំសុំសួរមួយថាមើលមនុស្សប្រុសអាចតែមានលុយដឹងតែខូចពិតមែនទេហ៎ ខ្ញុំយល់ថារឿងនេះខុសគ្នាវាមិនដូចគ្នាទេ លោកគ្រូពេទ្យខ្ញុំគ្មានអីចឹងទេតាមពិតតែលោកជាមនុស្សល្អលោកទាំងស្អាតទាំងឆ្លាតទាំងចិត្តបានចូលចិត្តជួយគេវិជាពេទ្យក៏ប្រកែកទៀតគឺជាមនុស្សប្រុសដែលល្អលើគេតែម្ដងម្នាក់នោះមិនស្មើនឹងម្រាមជាងលោកទេលោកគ្រូពេទ្យឈីអាចដឹងផងទៅ នៅក្នុងផ្នែកនេះខ្ញុំជាមនុស្សល្អដល់ម្លឹង ប្រកាសហើយមិនត្រឹមតែប៉ុណ្ណឹងទេសក់វែងភ្នែកស្អាតហើយច្រមុះស្រួចទៀតស្អាតណាស់ នេះចុះត្រឹមហ្នឹងហើយព្រោះនៅមន្ទីរពេទ្យខ្ញុំត្រូវធ្វើការវះកាត់ដូច្នេះត្រូវថែមមក ល្អខ្ញុំឡើងទៅរកសៀវហើយអញ្ចឹង ប្រយ័ត្នប្រយែងផងណា ផ្លឹកនេះគ្រាន់បើរីកចម្រើនខ្លាំងមិនក៏មិនឃើញលោកគ្រូប៉ាឈីគាត់ថែមម៉ោងយប់ជ្រៅមែនទេពូខ្ញុំឧស្សាហ៍ថែមម៉ោងឡើងគ្រាប់ទៅហើយអ្នកគ្រូជាងមិនក៏យកចិត្តទុកដាក់ពូខ្ញុំម៉េចខ្ញុំចេះតែសួរលេងទេកូនក្មេងកំកិតអីផ្ដេសផ្ដាស់តែកាលពីថ្ងៃលោកគ្រូប៉ាជួយខ្ញុំច្រើនណាស់គួរធ្វើអ្វីបន្តិចជាការសងគុណគាត់សួស្តីខ្ញុំជាមិត្តភក្តិលោកគ្រូប៉ាឈីខ្ញុំចង់យកបាយមកជូនគាត់ដុកទ័រឈីដែលកាន់មិនទាន់ចាប់ទេប្រហែលជាត្រូវរងចាំបន្តិចទៀតអត់អីទេធ្វើការទៀតចុះខ្ញុំចាំនៅទីនេះក៏បានថយចេញទៅមន្ទីរពេទ្យនេះត្រូវសងចៅប្រុសខ្ញុំមកវិញអ្នកស្រីខាងនេះធ្វើចរិតតិចសិនគ្រូទាយថាឲ្យតែកូនប្រសាខ្ញុំផឹកថ្នាំទេវតាអាចបង្កើតកូនបានចៅប្រុសមួយហើយនៅទីបំផុតឥឡូវខ្ញុំក៏បាត់បង់ចៅប្រុសខ្ញុំថ្នាំទេវតាដែលអ្នកស្រីនិយាយនោះមានសារជាតិពុលពួកខ្ញុំកំពុងជួយសង្គ្រោះអ្នកមានផ្ទៃពោះនិយាយតែផ្ដាស់ថ្នាំទេវតាលោកខ្ញុំចំណាយលុយដល់ទៅ 29900 ទិញមករឿងអីមានសារជាតិពុលជាក់ស្ដែងមន្ទីរពេទ្យនេះបោកប្រាស់គឺមន្ទីរពេទ្យនេះបោកប្រាស់ប្រជាជនធ្វើឲ្យបាត់បង់ចៅប្រុសរបស់ខ្ញុំខាត់ឃើញចៅប្រុសហើយមានបញ្ហាអី ដុកទ័រសានគ្រូសានមានផ្ទៃពោះនិយាយថាឲ្យតែមានផ្ទៃពោះផឹកថ្នាំទេវតាស្អីទេគេថាផឹកឲ្យបង្កើតកូនបង្កើតចៅប្រុសតែលទ្ធផលកូនស្ទើរតែរលូតពួកយើងសង្គ្រោះហើយផ្ដេសផ្ដាស់ថ្នាំទេវតានោះគឺកូនប្រសាខ្ញុំផឹកច្បាស់ណាស់ថាបង្កើតបានចៅប្រុសមន្ទីរពេទ្យព្រោះតែចង់បានលុយរបស់អ្នកជំងឺទៅជាលៀងកាពះកូនប្រសាខ្ញុំលៀងឡើងបាត់ចៅប្រុសហើយអាយ៉ាអ្នកទាំងអស់គ្នាមើលចុះអាយ៉ាមន្ទីរពេទ្យនេះណាគឺគេចង់បានលុយប្រជាជនច្បាស់ណាស់តើមានវិជាជីវៈទេលោកអើយជួយផងជួយមើលផងលោកអាយលោកបានអ្នកស្រីនៅតែនិយាយគ្មានហេតុផលខ្ញុំប្តឹងប៉ូលីសហើយណាអើយប្តឹងប៉ូលីសហីបានហើយប្តឹងប៉ូលីសហីសងចាក់ខ្ញុំវិញមកសងចាក់ខ្ញុំវិញសងចាក់ខ្ញុំគ្រូសាណាជំងឺបានត្រឹមតែថ្នាំទេវតាមួយគ្រាប់អាចកំណត់ថាមានកូនប្រុសឬក៏ស្រីឡើយលោកនេះច្បាស់ជាគ្មានទីរការយ៉ាងច្រើនតែច្បាស់បងថយចេញទៅនាងជាមនុស្សអាក្រក់ប្រកាសជាជួយនិយាយឲ្យមនុស្សអាក្រក់ដូចគ្នាចៅប្រុសខ្ញុំពួកឯងត្រូវសងជីវិតចៅប្រុសខ្ញុំវិញប្រយ័ត្នសាំសុកហៅសាំសុកមក
ឆាប់ដេញអ្នកអុកលោកចេញទីភ្លាមទៅទៅទៅ អើយសំទោតែបាត់ខ្ញុំមកនេះគ្រាន់តែចង់អរគុណដល់លោកលឹកមិនជួយខ្ញុំនៅសន្តាគារខ្ញុំចាប់បាយមកជូនលោកអ្នកណាទៅដឹងថាបាយមិនទាន់បានញ៉ាំផងធ្វើលោករបួសទៅវិញសំទោ ខ្ញុំមិនអីទេថ្ងៃក្រោយបើជួបរឿងបែបនេះទៀតដាច់ខាតកុំចេញមុខព្រោះវាគ្រោះថ្នាក់ណាស់អាយ៉ាអ្នកគ្រូជាងមកចាក់ដៃជើងខ្ញុំស្អីឆ្លាតទេធ្វើឲ្យលោកឈីគាត់ឈឺហើយអញ្ចឹងអ្នកគ្រូរួមមកគេទៅ តែខ្ញុំមិនចេះរំ អត់អីទេការងារនេះស្រួលណាស់តែខ្ញុំបានរំពាក់កណ្ដាលហើយនៅសល់នាងជួយបង្ហើយទៅក៏បានដែរណាសាក់មើលសាក់ទៅ ឈឺទេ អត់ឈឺទេមិនគេថាអត់ឈឺដៃរបួសដល់ថ្នាក់នេះទៅហើយសូម្បីតែហូបបាយណាក៏ពិបាកបញ្ចុកខ្លួនឯងផង លោកគ្រូប៉ែតថ្ងៃក្រោយខ្ញុំជួយបញ្ចុកបាយលោកខ្ញុំจะได้ឆ្វេងដៃស្ដាំរបស់លោកចង់ញ៉ាំអីខ្ញុំជួយចាប់ម្ហូបឲ្យលោក មិនបាច់ទេមិនក៏ថាមិនបាច់ជារឿងចាំបាច់ខ្លាំងណាស់ដៃរបស់លោកជាពិសេសដៃស្ដាំត្រូវកាន់ក្បិនវះកាត់ទៀតបើសិនជាដៃរបួសទៅហើយចឹងការងារវិជ្ជាជីវៈរបស់លោកគ្រូពេទ្យត្រូវចប់ហើយចប់ហើយ ខ្ញុំធ្វើដល់ម្លឹងលោកគ្រូប៉ែតលោកត្រូវតែស្ដាប់តាមខ្ញុំថ្ងៃក្រោយលោកចង់ធ្វើអីទុកឲ្យខ្ញុំធ្វើរួចហើយខ្ញុំจะប្រអប់បាយទៅលាងសិន លោកជាមើលនេះរបួសនេះបានផលល្អពិតមែនបានទាំងបរិបបរោះជួយស្រីស្អាតហើយបានទាំងអ្នកគ្រូជាងជួយថែទាំនៅក្បែរខ្លួនថែមទៀតផងនិយាយស្ដីប្រយ័ត្នតិចទៅខ្ញុំជាមនុស្សធ្លាប់រៀបការមិនអាចមានមនុស្សស្រីក្បែរខ្លួនបានទេឯងរៀបការដោយស្ម័គ្រចិត្តឬអត់អារឿងស្នេហាគ្មានមូលដ្ឋានគ្រឹះម្យ៉ាងទៀតដៃគូរៀបការនេះមិនទាន់ឃើញមកផងណាមួយឥឡូវចិត្តលែងអ្នកទៀតហើយនឹងខ្លាចអីទៀតទៅ គ្មានមូលដ្ឋានគ្រឹះមិនអាចជួបមកគ្នាស្ថានភាពលោកគ្រូប៉ែតមិនបានចិត្តដូចខ្ញុំខ្លាំងម្ល៉េះ អូត្រូវហើយអ្នកគ្រូជាងយល់ល្អអ្នកគ្រូទៅស្នាក់នៅផ្ទះរបស់លោកឈីប្រហែលថ្ងៃសិនទៅតើយ៉ាងម៉េចដែរមិនកើតទេដឹងមានរឿងអីថាមិនកើតនោះបើផ្ទះឯងធំយ៉ាងនេះថែមតែម្នាក់ទៀតនឹងណាមួយអ្នកគ្រូជាងមកស្នាក់នៅជាមួយឯងផងមិនអាចជួយថែទាំបែកខ្លួនឯងបានបើសូម្បីតែញ៉ាំបែកខ្លួនឯងក៏មិនកើតផងនោះ ខ្ញុំយល់ថាបានទី1ខ្ញុំអាចជួយថែទាំគ្រូប៉ែតទី2ខ្ញុំអាចជួយបង្រៀនសៀវសេបន្ថែមទៀតព្រួយមួយបាញ់បានសាត់ពីរ បើចឹងបាន សង្ដាទៅខ្ចប់របស់អ្នកគ្រូជាងស្តៀងនឹងខ្ញុំដែរប៉ុន្តែខ្ញុំលើលោកគ្រូប៉ែតសិនថាពូមិនខ្វល់ពីសុខភាពខ្លួនឯងជួយសង្គ្រោះអ្នកគ្រូប៉ែតជាងពីជនប្រហិង្សាសត្វជាកូនប្រុសគំរូ យប់ណាស់ទៅហើយនៅមានអ្នកណាគេមកទៀត ប្រហែលលោកយាយទេដឹងគាត់ឮថាពូរបួងចង់មកមើលលោកពូណា ចុះសៀវយប់ណាស់ហើយឲ្យម្ដាយពូមកធ្វើអី ត្រូវហើយខ្ញុំជាអ្នកហៅគាត់ខ្ញុំចង់ឲ្យលោកយាយមើលមុខអ្នកគ្រូជាងខ្ញុំចង់ឲ្យអ្នកគ្រូជាងធ្វើជំនាញថ្លៃខ្ញុំជាប្រពន្ធលោកពូដែរមិនទាន់បានជួបមុខគ្នាអេ ចុះសៀវនេះប្រកាសចិត្តមែន ធម្មតានឹងលោកគ្រូប៉ែតគាត់ជា អូគាត់ជាតកង់ឡាននាងចេញក្រៅសិនទៅខ្ញុំនិយាយជាមួយគាត់ អរបាន លោកចៅមិនបានជាលោកមកលោកស្រីឮថាអ្នកប្រុសត្រូវរបួសដៃឲ្យខ្ញុំយកស៊ុបជើងជ្រូកមកឲ្យអ្នកប្រុសគាត់ថាញ៉ាំរួចហើយបើក្របឈាមអ្នកប្រុសញ៉ាំឲ្យអស់ទៅដៃរបស់ខ្ញុំមិនអីទេលោកស្រីគាត់បារម្ភពីអ្នកប្រុសឥឡូវគាត់នៅឯក្រៅប្រទេសភ្លាមគាត់ត្រឡប់មកវិញមិនទាន់ទេទើបពឹងឲ្យខ្ញុំមកប្រាប់អ្នកប្រុសឲ្យខំវីដេអូទៅគាត់ខ្ញុំដឹងអស់ម៉ាក់ ឮថាឯងត្រូវរបួសយ៉ាងមិនហើយធ្ងន់ធ្ងរទេ អាយ៉ាម៉ាក់ខ្ញុំមិនអីទេឃើញទេដៃរបស់ខ្ញុំគ្រាន់តែត្រូវមួយឆ្នូតតែប៉ុណ្ណោះ មិនបានជារំរបួសអញ្ចឹងបើឯងមិនអីម៉ាក់មិនប្រញាប់ទៅវិញទេត្រូវហើយស្អែកនេះរៀបចំពិធីសមោលសដាក់ដេញថ្លៃសប្បុរសធម៌មួយឆ្នាំម្ដងរបស់តកូលឈីម៉ាក់ទៅក្រៅប្រទេសគ្មានពេលវេលាជួបឯងទេ ហើយស្អែកដូចគ្មានការងារអ្វីទេតែក៏បានដែរដឹងហើយម៉ាក់ចាប់ស្អែកចាប់ខ្ញុំទៅចូលរួមប៉ុណ្ណឹងបានហើយម៉ាក់បាយបាយ ប៉ុណ្ណឹងចុះ លោកទៅវិញទៅបាទកុំភ្លេចញ៉ាំស៊ុបផង លោកគ្រូប៉ែតខ្ញុំប្រាប់ហាញ់តែខ្ញុំจะได้ឆ្វេងដៃស្ដាំរបស់លោកមានការឲ្យខ្ញុំធ្វើជំនួស ខ្ញុំរបួសដៃម្ខាងហើយដៃម្ខាងទៀតនៅមានកម្លាំងតា អាយ៉ាធ្វើចាំមិនកើតដៃរបស់គ្រូប៉ែតដូចលោកនេះជាដៃមានតម្លៃមានរឿងខ្លះមិនចាំបាច់ធ្វើដល់ខ្លួនឯងទេព្យាយាមកុំធ្វើដល់ខ្លួនឯងមកឆ្ងាញ់ទេលោកគ្រូប៉ែតឆាប់សម្រាប់ទៅខ្ញុំរៀបចំកន្លែងទុកដាក់សិន ដល់ ស្អែកនេះនៅសាលារៀបចំពិធីសមោលសដាក់ដេញថ្លៃសប្បុរសធម៌ម៉ាក់ជួយបង់លុយឲ្យហើយស្អែកទៅចូលរួមកម្មវិធីនឹងគេទៅលោកគ្រូប៉ែតជាស្រីខ្ញុំប្រហែលជាសម្ដីវិញដោយសារស្អែកនេះខ្ញុំមានការរវល់នឹងចេញទៅក្រៅបន្តិចមិនអាចធ្វើជាដៃឆ្វេងដៃស្ដាំលោកបានទេប៉ុន្តែជាខ្ញុំទៅខ្ញុំចាប់មកវិញ ប្រសិទ្ធស្អែកនេះខ្ញុំក៏មានការរវល់ដែរក៏មិនទុកខ្លួនឯងអី មែនទេប្រសើរណាស់ ណាត់នាងធំ
ខានជួបគ្នាយូរហើយមិនស្មានថាថ្ងៃនេះអ្នកនាងមកដោយផ្ទាល់សោះហើយ ខ្ញុំទៅត្រឡប់មករៀនក្រៅប្រទេសតែខ្ញុំមកមើលសាលាបន្តិច កាលនោះអ្នកនាងទៅសាលាល្បីឈ្មោះអ្នកបរទេសចុចឈ្មោះយកទៅរៀនការពិតទៅក្នុងចិត្តជាគ្រូបង្រៀនតែអស់ខ្លាំងបំផុតហើយមិនស្មានថាអ្នកនាងមិនភ្លេចកំណត់ដើមខំបរិច្ចាគប្រាក់ជាច្រើនជូនសាលាថែមទៀតផង ខ្ញុំគ្រាន់តែជាកម្លាំងចិត្តតែងទួចទេ អ្នកនាងជាស្អាតហើយថែមទាំងចិត្តល្អទៀតដូច្នេះប្រាក់ដែលបរិច្ចាគយើងខ្ញុំនឹងធ្វើការពង្រីកសាលាម្ដងបន្តិចដើម្បីឲ្យក្មេងបានមានលទ្ធភាពរៀនសូត្របានរៀន